សួស្តីបងប្អូនអ្នកទី12ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងនឹងកែលំហាត់បន្តទៀតប្រតិបត្តិគេមានចំនួន complex សិត1ស្មើប៉ុណ្ណេះសិត2ស្មើប៉ុណ្ណេះគេឲ្យគណនាសិត1ចែកសិត2មុននឹងចូលដល់ការគណនាយើងរំលឹករូបមន្តទៅបើសិនជាគេមានសិត1ស្មើ r1 គេតែឲ្យ cos alpha 1 បូក e sin alpha 1សិត2ស្មើ r2 cos alpha 2 បូក e sin alpha 2អញ្ចឹងយើងនឹងបានរូបមន្តយើងគឺសិត1ចែកសិត2ស្មើ r1 ចែក r2 តែឲ្យ cos alpha 1ដល់ alpha 2បូក e sin alpha 1ដល់ alpha 2មានន័យថាម៉េចនេះយើងយក model ចែកគ្នាមុំដកគ្នាអូខេអញ្ចឹងគេមានសិត1ស្មើ6គេតែឲ្យ cos 5 pi លើ12បូក e sin 5 pi លើ12សិត2ស្មើ cos pi លើ12បូក e sin pi លើ10 12អញ្ចឹងយើងប្រើប្រព័ន្ធទៅគេបានអីគេបានសិត1ចែកសិត2ស្មើ r1 r2 អញ្ចឹងនេះជា r1 alpha 1 alpha 1 r2 alpha 2 alpha 2អញ្ចឹងបាន6លើ5កតាឲ្យ cos 5 pi លើ12ដក pi លើ12បូក e sin 5 pi លើ12ដក pi លើ12អញ្ចឹង6លើ5យើងដាក់6លើ5ដដែលមកអានោះកឲ្យគេ5 pi លើ12ដក pi សល់4 pi អញ្ចឹងបាន4 pi លើ10 12បូក e sin 4 pi លើ12អញ្ចឹងយើងបាននេះគេ6លើ5យើងសម្រួលបានកូសហ្មងអញ្ចឹងកូសសម្រួលនឹង4ទៅបាន pi លើ3បូក e sin pi លើ3នេះជាចំឡើយសិត1លើសិត2អញ្ចឹងកន្លែងនេះយើងអាចទុកប៉ុណ្ណឹងក៏បានឬក៏យើងធ្វើតក៏បានដូចនេះសិត1លើសិត2ស្មើ6លើ5ក៏តែឲ្យកូស pi លើ3បូក e sin pi លើ3អញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អីអាច comment ខាងក្រោមវីដេអូនេះបានកុំភ្លេចជួយចុច like subscribe channel YouTube នេះផងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត